ជំរាបសួរបងប្អូនទាំងអស់គ្នាចឹងនៅថ្ងៃនេះខ្ញុំចង់មកធ្វើវីដេអូពាក់ព័ន្ធទៅនឹងដំណើរការមួយចំនួនដែលខ្ញុំត្រូវធ្វើមុននឹងមកដល់សហរដ្ឋអាមេរិកនឹងដំបូងឡើយនៅពេលដែលខ្ញុំដឹងថាខ្ញុំចង់ទៅផ្លាស់ប្ដូរការសិក្សានៅសហរដ្ឋអាមេរិកចឹងហើយខ្ញុំក៏ចុះឈ្មោះក៏មានការសរសេរតែសេចក្តីឬមួយក៏ប្រឡងបច្ចេកភាសាជាដើមតពីដឹងលទ្ធផលថាបានជាប់ហើយគឺខ្ញុំត្រូវបំពេញព័ត៌មានមួយចំនួនឲ្យទៅសាលាហើយសាលាក៏គេទទួលស្គាល់យើងជាសិស្សចឹងជាធម្មតានិស្សិតអន្តរជាតិគឺត្រូវបានតម្រូវឲ្យចាក់វ៉ាក់សាំងហើយនៅពេលហ្នឹងខ្ញុំចាក់វ៉ាក់សាំងច្រើនប្រភេទមែនតើហើយទៅគ្រាន់ទៅកន្លែងចាក់វ៉ាក់សាំងហ្នឹងចង់10 20ដងរយៈពេលពី3ខែហ្នឹងគឺត្រូវចាក់វ៉ាក់សាំងសឹងតែថារាល់អាទិត្យហើយដៃនេះគឺឡើងសោះតែម្ដងចា៎ក្រៅពីនោះក៏មានការប្រឡងភាសាផងដែរហើយតែដែលខ្ញុំធ្វើនោះគឺ IELTS ហើយចំណែកឯវគ្គដែលបុកពោះជាងគេហើយយ៉ាប់ជាងគេហ្នឹងគឺ visa ហ្នឹងហើយបើសិនជាយើងជាប់គឺយើងបានទៅតែបើសិនជាអត់ជាប់ទេគឺអត់ហើយណាងល្អមិត្តភក្តិខ្ញុំនិងខ្ញុំគឺបានសម្ភាសជាប់ទាំងអស់គ្នាហើយហ្នឹងយើងចាំតែមួយថ្ងៃឯងគឺបាន visa ហើយតបមកគឺដល់វគ្គរៀបចំអីវ៉ាន់អញ្ចឹងដោយសារតែខ្ញុំអត់ដែរទៅក្រៅទៅណាទៅណីទេអញ្ចឹងខ្ញុំត្រូវទិញវ៉ាលីថ្មីទាំងអស់ខ្ញុំយកវ៉ាលីធំនេះទៅ2វ៉ាលីមួយសម្រាប់ដាក់ខោអាវហើយវ៉ាលីមួយទៀតចាមានម្ហូបមានអីជាដើមដោយសារតែខ្ញុំទៅអាមេរិកលើកដំបូងចឹងទៅខ្ញុំអត់ដឹងថាត្រូវយកអីខ្លះទេសួរគេសួរអញដែរប៉ុន្តែនៅតែអត់ហ៊ានយកច្រើនចឹងណាហ៊ានយកតែរបស់កញ្ចប់ទៅឯងទិញនំថៃទៅដោយសារពេលនេះយើងអត់តន់ឆ្លោះគ្នាថ្មីបើឆ្លោះគ្នាជាមួយថៃសុកក៏ដល់ថ្ងៃទៅអាមេរិកបាត់សំណាងដែរនៅពេលហ្នឹងសង្គ្រាមរៀងធូរស្រាលបន្តិចហើយខ្ញុំទៅហ្នឹងគឺរៀងសប្បាយចិត្តតិចដែរបើថាសង្គ្រាមនៅតែបន្តទៀតខ្ញុំទៅតែអត់សប្បាយចិត្តហ្មងនេះគឺបាយបន្ទប់គេងនៅដមរបស់ខ្ញុំហើយ Goodbye dorm I will miss everyone and the dorm នេះគឺម៉ាក់ខ្ញុំនិងបងប្អូនគឺគាត់មកជួលដំណើរហើយយើងជិះតាក់ស៊ីទាំងអស់គ្នាហ្នឹងទៅពលានយន្តហោះពេលមកដល់ពលានហ្នឹងពួកយើងក៏មកថតរូបជុំគ្នាជាមួយនឹងអ្នកជំនាន់ជាមួយនឹងបងប្អូនក្រុមគ្រួសារចាអរគុណអ្នកទាំងអស់គ្នាដែលបានមកជួលដំណើរពេលលាគ្នារួចហើយពួកយើងក៏ចូលមកក្នុងដើម្បីថ្លឹងគីឡូ check in សម្រាប់វ៉ាលីធំគឺយើងអាចយកបាន2ហើយមួយ23គីឡូពេលហ្នឹងខ្ញុំនិងពួកម៉ាក់ខ្ញុំហ្នឹងគឺអត់បានថ្លឹងអីច្បាស់លាស់គឺយើងយកបញ្ជីងថាបើទៅថ្លឹងតើមានណាលើគីឡូតបានតមកក៏នាំគ្នារៀបចំអីវ៉ាន់សាក់ដើមរៀបចុះរៀបឡើងទៅក៏បានទៅនៅត្រង់កន្លែង check in នេះគឺយើងជោគជ័យមកវគ្គហើយអញ្ចឹងនៅមានតច្រើនទៀតដូចនេះសម្រាប់ដំណើរការបន្តខ្ញុំនឹងធ្វើនៅវីដេអូមួយផ្សេងទៀតសូមអរគុណជម្រាបលា